សង្ក្រាន្តវត្តភ្នំតូចបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ថាវត្តភ្នំតូចនេះជារៀងរាល់ឆ្នាំគឺតែងតែមានមនុស្សម្នាមកកំសាន្តសប្បាយរីករាយនៅក្នុងវត្តភ្នំតូចឲ្យតែដល់រដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវត្តភ្នំតូចយើងនេះគឺមានមនុស្សមកកំសាន្តលេងយ៉ាងច្រើនកកមិនថាពេលរាត្រីឬក៏ពេលថ្ងៃនោះទេប៉ុន្តែថ្ងៃនេះអាត្មាភាពបានធ្វើការចាប់តាមកាមេរ៉ាដ្រូនហើយក៏ឃើញថាមានមនុស្សច្រើនប៉ុន្តែមិនមែនមនុស្សតិចដូចក្នុងវីដេអូនេះទេដោយសារតែមេឃវារោភ្លៀងហើយមេឃរោភ្លៀងនេះមិនមែនត្រឹមតែរោភ្លៀងទេគឺភ្លៀងធំតែម្ដងដែលมันអាចឲ្យអាត្មាភាពនឹងថតបានសកម្មភាពមនុស្សទាំងអស់ទេអាត្មាភាពតឡើងដ្រូនបានប្រហែលជា1នាទីស្រាប់តែមេឃខ្យល់មកផងភ្លៀងផងហើយអាត្មានោះក៏មិនដឹងថាមានបញ្ហាអីជាមួយនឹងកាមេរ៉ាដ្រូនស្រាប់តែធ្លាក់ដ្រូនព្រោះបន្តិចទៀតនឹងឃើញសកម្មភាពនៃការធ្លាក់ដ្រូននឹងហើយធ្លាក់មកវាធ្លាក់ទៀតដែរហើយដំបូងឡើយនឹងមានអារម្មណ៍ថាសេតដែរហើយមានអារម្មណ៍ថាភ័យខ្លាញ់រលខូចអញ្ចឹងណាពួកញោមគាត់ខំទិញប្រកេនប្រើប្រាស់ហើយមែនទែនទៅមួយរយៈពេលចុងក្រោយអាត្មាភាពមិនសូវបានជាបញ្ចេញថតទៅក៏វាអាប់ដេតនៅ firmware មួយចំនួនដូច្នេះហើយកាលពីម្សិលមិញនោះក៏អាត្មាបានធ្វើការអាប់ដេតចូលជិត1ម៉ោងទើបអាចរួចរាល់ហើយសម្រាប់ថ្ងៃនេះផ្ទាល់គឺថ្ងៃទី16នៃការចូលឆ្នាំទី3មែនទែនទៅសម្រាប់វត្តសង្ឃប្រាសាទរាជហៅវត្តភ្នំតូចស្ថិតនៅក្នុងភូមិភ្នំតូចត្បូងឃុំភ្នំតូចស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យនេះជារៀងរាល់ឆ្នាំគឺត្រាស់នៅថ្ងៃទី20ព្រោះណាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាដែលមិនទាន់បានមកកំសាន្តនៅក្នុងទីវត្តអារាមមើលទេសភាពផ្សេងៗនៅក្នុងវត្តក្តីឬក៏ឡើងទៅលើកំពូលភ្នំក្តីធ្វើការអញ្ជើញមករហូតដល់ថ្ងៃទី20ពីព្រោះសង្ក្រាន្តរបស់យើងគឺត្រាស់នៅថ្ងៃទី20ហើយអាត្មាភាពក៏សូមធ្វើការផ្ញើសារជូនពរចំពោះពុកម៉ែបងប្អូនញាតិមិត្តគ្រប់គ្នាទាំងអស់សូមឲ្យបានសុខសប្បាយតរៀងទៅធ្វើដំណើរទៅទីជិតទីឆ្ងាយក៏សូមឲ្យមានសុខសុវត្ថិភាពជិះម៉ូតូបើកបរយានជំនិះជិះម៉ូតូអីហ្នឹងពាក់មួកសុវត្ថិភាពទាំងអស់គ្នាហើយនេះគឺ operator កំពុងតែរៀបចំគ្របបាសអាសាភ្លៀងហើយនេះសកម្មភាពធ្លាក់ដ្រូនញាតិញោមណានឹងធ្លាក់ដ្រូនមកនឹងអាត្មាភាពនឹងមានអារម្មណ៍ថាភ័យដែរញោមគាត់ខំទិញប្រកេនគ្រាន់តែធ្លាក់ភ្លាមអាត្មានឹងក៏ខំរត់ទៅរើសយ៉ាងលឿនហើយនេះគឺជាសកម្មភាពពេលរាត្រីណាពេលយប់អាត្មាភាពក៏បានដឹកនាំកម្មវិធីលេងកម្សាន្តជាមួយនឹងល្បែងល្បាំជាព្រៃមានដូចជាវាយក្អមទាញព្រាត់អីដែរប៉ុន្តែអាត្មាភាពអត់បានធ្វើការថតទេពីព្រោះជាប់ធ្វើពិធីកកាន់ក្បាលមីក្រូអញ្ចឹងទៅមានណាគេថតទីឲ្យទេហ្នឹងហើយអានេះគឺថតមុនពេលកម្មវិធីលេងល្បែងប្រជាប្រិយគឺអញ្ចឹងញាតិញោមគាត់មកបដៅក៏រំលេងកម្សាន្តធម្មតាអញ្ចឹងទៅអាត្មាភាពក៏បានញោមឈិញហើយនឹងបងប្អូនកូនក្មួយទាំងអស់គ្នានឹងក៏មកជួយរៀបចាត់ចែងអញ្ចឹងទៅកំដរបានសបាយហូហែកំដរបងប្អូនអាជីវករលក់នៅក្នុងពេលរាត្រីនឹងឯងយើងមានការខ្វះខាតភ្លើងបន្តិចដោយសារតែភ្លើងយើងប្រើអត់គ្រប់ដូច្នេះអាកន្លែងភ្លើងហ្នឹងតាមពិតទៅត្រូវស្អាតណាកន្លែងហ្នឹងពេលរាត្រីត្រូវមានភ្លើងពណ៌អីស្អាតណាស់ប៉ុន្តែវាអត់មានដោយសារតែយើងប្រើជាមួយនឹងម៉ាស៊ីនភ្លើងធុងបាសអញ្ចឹងទៅក៏ភ្លើងហ្នឹងក៏បានតែប៉ុណ្ណឹងជូនពរបងប្អូនគ្រប់គ្នាសុខចម្រើនគ្រប់ទិដ្ឋារាត្រីធ្វើដំណើរទៅកាន់ទីណាមកណាសូមឲ្យសុខសុវត្ថិភាពតរៀងទៅ